លោកស្រីគ្រប់រូបបងប្អូនគ្រប់រូបទទួលបានសេរីភាពវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារញាតិមិត្តស្រុកកំណើតបងប្អូនវិញសូមលោកស្រីទាំងអស់បងប្អូនគ្រប់រូបខិតខំអប់រំកាយវាចាចិត្តខិតក្នុងសេចក្តីស្ងប់និងសេចក្តីថ្លៃថ្នូរសេចក្តីចម្រើនឲ្យដូចคล้ายទៅជាពលរដ្ឋដ៏ល្អមួយខិតខំបំពេញការងាររកទទួលទានដោយពលរដ្ឋធម្មតាដើម្បីរួមចំណែកកសាងសង្គមគ្រួសារនិងសង្គមជាតិឲ្យបានរីកចម្រើនតទៅថ្ងៃអនាគតខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រមុខដែលបានជួយបងប្អូនគ្រប់រូបទទួលបានសេរីភាពឡើងវិញនាពេលនេះខ្ញុំសូមជូនពរបងប្អូនគ្រប់រូបបានប្រកបនៅសេចក្តីសុខគ្រប់ប្រការអាយុយឺនយូរសុខភាពបរិបូរណ៍សូមបងប្អូនបានទទួលជោគជ័យដរាបក្នុងការងារទាំងឡាយដែលត្រូវបំពេញនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃសូមបងប្អូនទាំងអស់គ្នាទាំងខ្ញុំព្រះមេដាជារាជរដ្ឋាភិបាលប្រជារាស្ត្រទូទាំងប្រទេសយើងលើកដៃទាំងពីរដើម្បីប្រណម្យថ្វាយព្រះរាជកុសលដ៏ច្រើនបំផុតថ្វាយចំពោះព្រះករុណាព្រះវរៈរាជបិតាជាទីគោរពសក្ការៈសូមព្រះអង្គលោកបានយាងទៅគ្រងរាជសម្បត្តិសម្បត្តិថាសុគានិងសម្បត្តិនិព្វានគង់ប្រថាប់នៅថានិព្វានចិត្តព្រះពុទ្ធជាម្ចាស់ជារៀងរហូតហើយសូមព្រះវរៈរាជបិតាជាទីគោរពសក្ការៈព្រះអង្គមេត្តាថែទាំថែរក្សាការពារព្រះរាជាណាចក្រកម្ពុជានិងប្រជាជនកម្ពុជាជាដរាបតទៅសូមអរគុណជាអនេកចំពោះបងប្អូនគ្រប់រូបខ្ញុំសូមគោរពបងប្អូនទាំងអស់